អូនធ្លាប់ស្ដាប់ការចែករំលែករបស់វាលគ្មិនល្បីៗជាច្រើនដែលគាត់បញ្យល់អំពីតើនរណាទៅគេក៏រាប់ថាជាសហគ្រិនអញ្ចឹងថ្ងៃនេះខ្ញុំចង់ចែករំលែកជាមួយនឹងបងប្អូនមួយថាអ្នកណាគេដែលយើងអាចរាប់គាត់ថាជាសហគ្រិនបាទសហគ្រិនអត់ពិបាកអីបងប្អូនមិនមែនតលតែអ្នកនឹងគាត់មានលុយជាអង្គញាឯកឧត្តមបណ្ឌិតជាអ្នកមានណាអីតលមានលុយច្រើនអីបានយើងរាប់ហៅគាត់ថាជាសហគ្រិនមិនមែនទេសហគ្រិនជាអ្នកណាទៅអញ្ចឹងសហគ្រិនមានន័យថាគឺជាអ្នកណាក៏ដោយឲ្យតែមានគំនិតគិតគូរដោះស្រាយបញ្ហានៅក្នុងសង្គមតាក់ទងទៅនឹងអាជីវកម្មគិតគូរធ្វើអីដែលថ្មីគិតគូរធ្វើអីដែលថ្មីបង្កើតជាមុខរបរឃើញបញ្ហាជាឱកាសបងប្អូនណាឃើញបញ្ហាជាឱកាសបង្កើតទៅជាមុខរបររកស៊ីទទួលទានផ្សេងអ្នកនឹងហើយយើងរាប់ថាជាសហគ្រិនបងប្អូនណាអានឹងហើយអ្នកនឹងហើយគេរាប់ថាគាត់គឺជាសហគ្រិនណាក៏ដោយអត់ចាំបាច់តែគាត់មានលុយច្រើនជាសេដ្ឋីជា billionaire ជាស្អីបានរាប់ថាជាសហគ្រិនទេឲ្យតែអ្នកណាមានគំនិតច្នៃប្រឌិតឃើញបញ្ហាបង្កើតជាឱកាសមិនថាលក់ដូងណាមិនថាលក់ម្ទេសមិនថាលក់បន្លែមិនថាលក់ដូរស្អីក៏ដោយឲ្យតែឃើញបញ្ហាបង្កើតជាឱកាសរាប់តែជាសហគ្រិនបាទបងប្អូនប៉ុណ្ណឹងអរគុណបាយបាយ